អ្នកទាំងគ្នាគិតថាព្រះអាទិត្យហ្នឹងគឺវាធំហើយមែនទេប៉ុន្តែនៅក្នុងអវកាសមានដុំផ្កាយមួយដែលធំជាងព្រះអាទិត្យដល់ទៅ1700ដងឯណោះនៅក្នុងអវកាសរបស់យើងមានផ្កាយយក្សដ៏ធំបំផុតមួយដែលមានឈ្មោះថា UY Scuti ដែលវាជាប្រភេទ Red Super Giant ហើយវាត្រូវបានគេចាត់ទុកថាជាផ្កាយដែលធំបំផុតមួយដែលមនុស្សយើងនឹងបានរកឃើញអ្នកទាំងគ្នាតើវាធំប៉ុណ្ណាទៅបើប្រៀបធៀបជាមួយនឹងព្រះអាទិត្យ UY Scuti នឹងអាចធំជាងប្រហែល1700ដងឯណោះហើយអីដែលគួរឲ្យភ្ញាក់ផ្អើលជាងនឹងទៅទៀតបើយើងយក UY Scuti នឹងមកដាក់នៅកន្លែងព្រះអាទិត្យវានឹងពង្រីកដល់លើសពីផ្លូវបរិច្ឆេទរបស់ Jupiter ទៅទៀតហើយវាមានន័យថាហូបដូចជា Mercury Venus Earth Mars នឹងត្រូវលេខចូលទាំងអស់តែម្ដងហើយសូម្បីតែ Jupiter ហ្នឹងក៏អាចនៅក្នុងផ្កាយនេះផងដែរដល់ពេលអញ្ចឹងព្រះអាទិត្យវាគ្រាន់តែជាក្របបាល់តូចមួយប៉ុណ្ណោះអ្នកនរគ្នាហើយ UY Scuti ហ្នឹងដូចជាភ្នំយក្សដ៏ធំមួយអញ្ចឹងហើយភាពខុសគ្នាហ្នឹងគឺធំខ្លាំងមែនទែនដល់ថ្នាក់ដែលពិបាកនឹងសម័យបានណាហើយ UY Scuti ហ្នឹងគឺជាផ្កាយដ៏ចាស់ដែលកំពុងនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតនៅក្នុងដំណាក់កាលនេះផ្កាយនឹងពង្រីកខ្លួនយ៉ាងខ្លាំងហើយបាត់បង់ម៉ាជាបន្តបន្ទាប់តែនៅពេលអនាគតវាអាចនឹងផ្ទុះជា supernova អ្នកនរគ្នាគួរឲ្យខ្លាចមែនទែនហើយនឹងកើតជាអ្វីដែលអស្ចារ្យជាងនេះទៅទៀតដូចជា black hole ឬក៏ neutron star ប៉ុន្តែបើគិតទៅដូចជាសំណាងល្អដែរ UY Scuti ហ្នឹងស្ថិតនៅឆ្ងាយពីផែនដីប្រហែលជា9500ឆ្នាំពន្លឺឯណោះអ្នកនរគ្នាហើយនោះមានន័យថាយើងមិនមានគ្រោះថ្នាក់នោះទេប៉ុន្តែវាបង្ហាញឲ្យយើងដឹងថាអវកាសមានអីដ៏ធំមែនទែនហើយនឹងអស្ចារ្យច្រើនជាងអ្វីដែលយើងគិតទៅទៀតហើយសម្រាប់អ្នកនរគ្នាវិញគិតថាមានអីដែលធំជាង UY Scuti ហ្នឹងអត់សូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវនៃពិភពលោក